សួស្តីប្រិមិត្តដែលតែងតែតាមដាន Channel និង Page ASEAN Military ថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីយន្តហោះចម្បាំង J-10C ដោយថ្មីនេះការប៉ះទង្គិចគ្នារវាងឥណ្ឌានិងប៉ាគីស្ថាននៅព្រំដែនក្នុងតំបន់កាស្មៀរហើយកងទ័ពប៉ាគីស្ថានប្រើប្រាស់យន្តហោះចម្បាំង J-10C បាញ់ទម្លាក់យន្តហោះ Rafale ចំនួន2គ្រឿងមីរ៉ែង2000ចំនួន1គ្រឿង Su-30Ki 1គ្រឿងនិង MiG-29 1គ្រឿងរបស់កងទ័ពអាកាសឥណ្ឌាចឹងយើងពិតជាបានឃើញពីអានុភាពរបស់យន្តហោះចម្បាំង J-10C ហើយថាវាពិតជាយន្តហោះដែលមានសមត្ថភាពដែលមិនអាចមើលរំលងបានចង់ដឹងថាតើ J-10C មានសមត្ថភាពខ្លាំងយ៉ាងនេះដោយសារអ្វីតោះកុំឲ្យខាតពេលយូរយើងមកស្គាល់ទាំងអស់គ្នា Chengdu J-10 Vigorous Dragon ឬឈ្មោះដែលអង្គការ NATO ហៅថា Firebird គឺជាយន្តហោះចម្បាំងប្រភេទទម្ងន់មធ្យមរបស់កងទ័ពអាកាសចិនតួនាទីរបស់យន្តហោះចម្បាំង J-10 គឺជាយន្តហោះចម្បាំងពង្ហុកមុខងារវាគឺជាយន្តហោះចម្បាំងដែលគេចាត់ថ្នាក់ជាយន្តហោះចម្បាំងចំនួនទី 4.5 វាត្រូវបានផលិតឡើងដោយក្រុមហ៊ុនផលិតយន្តហោះ Chengdu Aircraft Corporation ចំពោះការរចនារបស់យន្តហោះនេះវិញគឺរចនាឡើងដោយក្រុមហ៊ុន Chengdu Aircraft Design Institute បច្ចុប្បន្នយន្តហោះចម្បាំង J-10 វាបម្រើការនៅក្នុងជួរកងទ័ពរំដោះប្រជាជនចិននិងកងទ័ពអាកាសរបស់ប៉ាគីស្ថានយន្តហោះចម្បាំង J-10 នេះបានដាក់ឲ្យហោះហើរលើកដំបូងនៅថ្ងៃទី23ខែមីនាឆ្នាំ1998ហើយបានចាប់ផ្ដើមផលិតនៅក្នុងឆ្នាំ2002រហូតមកដល់បច្ចុប្បន្នហើយវាត្រូវបានបង្ហាញជាសាធារណៈនៅក្នុងឆ្នាំ2004យន្តហោះចម្បាំង J-10 នេះវាមានច្រើនស៊េរីណាស់ដូចជាយន្តហោះចម្បាំង J-10 J-10A J-10AH J-10AY J-10B J-10C J-10CE J-10CY J-10S និង J-10SH យន្តហោះចម្បាំង J-10 នេះចិនបានផលិតបានជាង600គ្រឿងគិតត្រឹមឆ្នាំ2024ចំពោះលក្ខណៈពិសេសរបស់ J-10 វាប្រើប្រាស់យានិកចំនួន1នាក់វាមានប្រវែង 16.9 ម៉ែត្រទទឹងស្លាបទាំងសងខាង 9.8 ម៉ែត្រកម្ពស់ 5.7 ម៉ែត្រទំហំស្លាប 37 ម៉ែត្រការ៉េទម្ងន់ទទេនៃយន្តហោះ 9750 គីឡូក្រាមវាមានសមត្ថភាពផ្ទុកទម្ងន់បាន 14000 គីឡូក្រាមហើយវាអាចផ្ទុកប្រេងនៅផ្នែកខាងក្នុងបានចំណុះ 4950 លីត្រដែលស្មើនឹង 3860 គីឡូក្រាមនិងមានកន្លែងផ្ទុកប្រេងសកួរចំនួន3កន្លែងនៅផ្នែកខាងក្រៅខាងក្រោមនៃយន្តហោះផ្ទុកបានចំណុះ 4000 លីត្រស្មើនឹង 3120 គីឡូក្រាមហើយទម្ងន់សរុបរបស់វាពេលផ្ទុកសពាវរួច 19227 គីឡូក្រាមយន្តហោះចម្បាំង J-10 ប្រើប្រាស់ម៉ាស៊ីនមួយប្រភេទ WS-10B Turbolining Turbofan យន្តហោះចម្បាំង J-10 វាមានល្បឿនលឿនជាងសំឡេង 1.8 ដងល្បឿនជាមធ្យម200គីឡូម៉ែត្រក្នុង1ម៉ោងវាអាចហោះប្រតិបត្តិការបានចម្ងាយ 1850 គីឡូម៉ែត្រហើយបើវាបន្ថែមធុងប្រេងសកួរ3វាអាចហោះបានរយៈចម្ងាយរហូតដល់ 4600 គីឡូម៉ែត្រយន្តហោះនេះអាចប្រយុទ្ធបាននៅក្នុងរយៈចម្ងាយ 550 គីឡូម៉ែត្រ J-10 អាចហោះបាននៅក្នុងរយៈកម្ពស់ 18 គីឡូម៉ែត្រហើយល្បឿននៃការហោះឡើងរបស់វា 300 ម៉ែត្រក្នុង1វិនាទីចំពោះស្លាបរបស់វាអាចផ្ទុកទម្ងន់បាន 381 គីឡូក្រាមក្នុង1ម៉ែត្រការ៉េហើយចំពោះការបំពាក់គ្រឿងសព្វាវុធវិញ J-10 អាចបំពាក់សព្វាវុធបានច្រើនប្រភេទដូចជាបំពាក់កាំភ្លើងយន្ត GSH-23 ចំនួន1ដើមហើយបំពាក់មីស៊ីលឬគ្រាប់បែបផ្សេងមាន11កន្លែងដោយ6កន្លែងនៅផ្នែកខាងក្រោមនៃស្លាបយន្តហោះ2កន្លែងនៅផ្នែកខាងចុងនៃស្លាបយន្តហោះហើយ3កន្លែងផ្សេងទៀតស្ថិតនៅផ្នែកខាងក្រោមកន្លែងផ្ទុកប្រេងវាអាចបំពាក់រ៉ុកែត 90 មីលីម៉ែត្រ Ankai Rocket Phone បំពាក់មីស៊ីលពីអាកាសទៅអាកាសប្រភេទ PL8 PL10 PL12 និង PL15 យើងក៏បានដឹងហើយថាប៉ាគីស្ថានប្រើប្រាស់យន្តហោះចម្បាំង J-10 នេះនឹងបាញ់ទម្លាក់យន្តហោះកងទ័ពឥណ្ឌាដោយប្រើមីស៊ីល PL15 នេះឯងបើបងប្អូនចង់ដឹងពីសមត្ថភាព
មីស៊ីល PL-15 នេះខ្លាំងប៉ុណ្ណាអាចចូលទៅមើលវីដេអូចាស់ខ្ញុំបានផុសរួចហើយនៅវីដេអូមុន J10 បំពាក់មីស៊ីលពីអាកាសទៅដីប្រភេទ KD-88 មីស៊ីល YJ9 គឺជាមីស៊ីលប្រឆាំងវិទ្យុសកម្មវាអាចបំពាក់ក្របបែកដឹកនាំដោយសត្វតឡាយប្រភេទ LS-500J LT2 LS6 GB3 GB2A GB3A និង GB550 ក្របបែកដឹកនាំដោយសត្វតឡាយប្រភេទ ST1 ហើយវាអាចផ្ទុកក្របបែកទម្ងន់250 គីឡូក្រាមនិង550 គីឡូក្រាមយន្តហោះចម្បាំង J10 បានបំពាក់ជាមួយនឹងបច្ចេកវិទ្យារ៉ាដាទំនើបដូចជារ៉ាដាស្វែងរកគោលដៅសត្រូវប្រភេទ AESA បំពាក់រ៉ាដាគ្រប់គ្រងការបាញ់ប្រភេទ TAPE 1473H វាអាចបំពាក់ TAPE Hong-Kong Eye Infrared Search and Track យន្តហោះចម្បាំង J10 វាមានតម្លៃប្រមាណចន្លោះពី $27.84 លានទៅ $50 លានក្នុងមួយគ្រឿងដូច្នេះកត្តាដែលធ្វើឲ្យយន្តហោះចម្បាំងមានប្រៀបនៅលើសមរភូមិប្រយុទ្ធរវាងប៉ាគីស្ថាននិងឥណ្ឌាដោយសារ J10 បំពាក់រ៉ាដាដែលមានសមត្ថភាពស្វែងរកគោលដៅសត្រូវបានឆ្ងាយបំពាក់មីស៊ីលវាយប្រហារមានសមត្ថភាពវាយប្រហារសត្រូវពីរយៈចម្ងាយឆ្ងាយហើយនឹងល្បឿននិងភាពបត់បែនរហ័សនៃយន្តហោះចម្បាំងបូករួមជាមួយនឹងអាកាសយានិកមានសមត្ថភាពខ្ពស់ក្នុងការបញ្ជាទើបធ្វើឲ្យកងទ័ពប៉ាគីស្ថានទទួលបានប្រៀបក៏ដូចជាភាពជោគជ័យលើសមត្ថភាពដែនអាកាសរបស់ខ្លួនខ្ញុំបាទសូមអរគុណចំពោះការគាំទ្រនិងការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយៗ